ជាទីស្រឡាញ់បងប្អូននៅទីនេះដើម្បីត្រៀមរៀបចំខ្លួនទទួលជីវិតថ្មីព្រឹកមិញខ្ញុំបាននិយាយខ្លះៗអំពីព្រះជាម្ចាស់ដែលបានបង្កើតយើងអំបញ្ញមិញនៅក្នុងគម្ពីរអត្ថបទទី1ដែលជាកំណើតពិភពលោកយើងបានស្ដាប់ម្ដងទៀតព្រះជាម្ចាស់ដែលបានរៀបចំសួនអេដេនដ៏ស្អាតបំផុតដែលមានដើមឈើដែលមានផ្លែហូបដែលមានសុខដុមរមនានៅក្នុងអេដេនដ៏ស្អាតនេះព្រះជាម្ចាស់បានដាក់អាដាមនិងអេវ៉ាដែលជាមនុស្សដំបងប៉ុន្តែនៅពេលហ្នឹងព្រះជាម្ចាស់ចង់ឲ្យមនុស្សយើងពិតមែនមានសុខសន្តិភាពមានសេចក្តីស្រឡាញ់ដ៏ពេញលក្ខណៈមានសុខដុមរមនាពិតមែននៅព្រះជាម្ចាស់មានព្រះបន្ទូលថាប្រយ័ត្នដើមឈើនឹងកុំញ៉ាំផ្លែវាទេជាដើមដែលណែនាំឲ្យយើងដឹងអំពីអំពើល្អនិងអំពើអាក្រក់សត្វពស់យើងស្គាល់សត្វពស់អត់ខ្មែរយើងមានសត្វពស់ច្រើនណាស់សត្វពស់ដែលមានល្បិចច្រើនចាប់ផ្ដើមទៅស៊ូអេវ៉ាយ៉ាងម៉េចតាមឈើនេះមើលវាដូចជាផ្អែមឆ្ងាញ់ឈ្ងុយភ្លុះទៅប៉ុន្តែអេវ៉ាគាត់ដឹងធ្វើអីទោះជាគាត់ប្រើបដិឆ្លាតដែរណាស្រីប្រើបដិហើយថាទៅភ្លុះទៅហើយយើងមើលវាឆ្ងាញ់វាអត់នៅអាដាមចាញ់ប្រពន្ធណាធ្វើតាមប្រពន្ធដោយសារប្រពន្ធមេគ្រូសាបដិត្រូវការធ្វើតាមប្រពន្ធមេអត់នឹងញ៉ាំផ្លែនឹងពីពេលនេះទៅគេភ្ញាក់ព្រះជាម្ចាស់ក៏មានព្រៃពីរោធមានរឿងច្រើនកើតឡើងដោយសារគេដឹងអ្វីដែលល្អគេដឹងអ្វីដែលមិនល្អគេដឹងអ្វីដែលត្រូវគេដឹងអ្វីដែលមិនត្រូវតែគេដឹងអំពីអំពើសុចរិតនិងអំពីអំពើទុច្ចរិតមិនថាអត់ល្អទេយើងត្រូវតែដឹងក៏ប៉ុន្តែបញ្ហាគឺអីព្រះជាម្ចាស់បានបង្កើតយើងឲ្យមានសេរីភាពព្រះជាម្ចាស់បានបង្កើតយើងឲ្យមានសេរីភាពហេតុនេះហើយគ្រប់ពេលវេលាយើងត្រូវការសម្រេចចិត្តតើយើងធ្វើអំពើល្អឬអំពើអាក្រក់យើងណាក៏ដោយគ្នាដែរជាមូលហេតុនៅក្នុងពិភពលោកមានការស្អប់គ្នាមានសង្គ្រាមមានបញ្ហាក្នុងគ្រួសារដោយសារដូចយើងស្ដាប់នៅក្នុងការលំបួងរបស់ព្រះយេស៊ូវមានសាតាំងឆ្លាតណាស់មានសាតាំងចង់ឲ្យព្រះយេស៊ូវមានអំណាចគ្រប់គ្រងតែអស់ពិភពលោកទាំងមូលមានសាតាំងចង់ឲ្យព្រះយេស៊ូវមានទ្រព្យសម្បត្តិទាំងមូលលុបលន់អំណាចណែនាំមកយើងឆ្នែនទ្រព្យសម្បត្តិណែនាំមកយើងលុបលន់បងប្អូនជាទីស្រឡាញ់យើងកំពុងនិយាយអំពីរឿងពីដើមប៉ុន្តែជីវិតយើងគឺនឹងជួនកាលយើងឆ្នែនជួនកាលយើងលុបលន់ជួនកាលយើងស្អប់គេជួនកាលយើងបង្កើតល្បិចដើម្បីធ្វើឲ្យគេពិបាកប៉ុន្តែនៅថ្ងៃនេះព្រះជាម្ចាស់ត្រាស់ហៅយើងដើម្បីធ្វើពិធីយ៉ាងអឡារឹកទទួលត្រាស់ហៅពីព្រះអង្គដើម្បីចូលបន្តិចម្ដងនៅក្នុងជីវិតថ្មីរួមជាមួយព្រះយេស៊ូវគ្រីស្ទរួមជាមួយគ្រីស្ទបរិស័ទរួមជាមួយព្រះសាគមរបស់យើងបន្តិចទៀតខ្ញុំសួរដល់ឪពុកម្ដាយធម៌ខ្ញុំសួរដល់គ្រូអប់រំជំនឿខ្ញុំសួរដល់លោកឪពុកដែលបានធ្វើដំណើរជាមួយបងប្អូនពីយូរឆ្នាំហើយតើបងប្អូនអធិដ្ឋានតើបងប្អូនស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់តើបងប្អូនមានចិត្តស្រឡាញ់សម្រាប់ព្រះជាម្ចាស់និងបងប្អូនអីទៀតតើបងប្អូនយកចិត្តទុកដាក់ដើម្បីបម្រើព្រះសហគមន៍ឯនៅពេលហ្នឹងគេឆ្លើយមានពិតមែនគិតខំយកចិត្តទុកដាក់ក៏មួយចម្លើយនេះទៅជាតែចម្លើយសម្រាប់ពេលវេលានេះបងប្អូនជាទីស្រឡាញ់នៅពេលយើងចូលនៅក្នុងជីវិតថ្មីជាមួយព្រះយេស៊ូវគ្រីស្ទ
យើងត្រូវតែរក្សាចំណុច3ដ៏សំខាន់បំផុតគឺទី1ឲ្យយើងយកចិត្តទុកដាក់អធិដ្ឋានធានិតអធិដ្ឋានដើម្បីបង្កើតទំនាក់ទំនងជាមួយព្រះជាម្ចាស់អធិដ្ឋានដើម្បីស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ដើម្បីស្ដាប់អ្វីដែលព្រះជាម្ចាស់មានសម្រាប់ខ្ញុំផ្ទាល់សម្រាប់ជីវិតខ្ញុំផ្ទាល់ពេលយើងត្រូវការសម្រេចចិត្តអំពីរឿងណាមួយពេលយើងស្ដាប់ព្រះបន្ទូលយើងអាចសម្រេចចិត្តយ៉ាងល្អនៅក្នុងសេរីភាពរបស់យើងមែនប៉ុន្តែដោយទទួលពន្លឺពីព្រះជាម្ចាស់ផ្ទាល់អធិដ្ឋានយកពេលស្ងៀមស្ងាត់ព្រោះមិនយើងសប្បាយចិត្តណាព្រោះមិននៅពេលយើងស្ងៀមស្ងាត់មួយរយៈយើងមានអារម្មណ៍ថាព្រះជាម្ចាស់គង់នៅជាមួយយើងព្រះជាម្ចាស់ណែនាំមកយើងកក់ក្ដៅសុខដុមរមនានៅក្នុងចិត្តរបស់យើងផ្ទាល់អធិដ្ឋានដោយចូលអភិពុជាអធិដ្ឋានដោយសូត្រផ្គាំព្រះនាមម៉ារីអធិដ្ឋានដោយគោរពព្រះកាយព្រះគ្រីស្ទអធិដ្ឋានដោយស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់អធិដ្ឋាននៅពេលយើងនៅម្នាក់ឯងព្រឹកឡើងភ្ញាក់ពីដេកអរគុណព្រះជាម្ចាស់ដែលបានថែរក្សាយើងមួយយប់ផ្ញើជីវិតសម្រាប់មួយថ្ងៃជាមួយព្រះជាម្ចាស់អធិដ្ឋាននៅពេលល្ងាចដើម្បីនឹកឃើញថ្ងៃនេះខ្ញុំបានធ្វើនេះល្អថ្ងៃនេះខ្ញុំបានធ្វើនេះអាក្រក់ថ្ងៃនេះខ្ញុំអរព្រះគុណព្រះជាម្ចាស់ថ្ងៃនេះខ្ញុំសុំទោសព្រះអង្គអធិដ្ឋានជារៀងរាល់ថ្ងៃដើម្បីនឹកឃើញព្រះជាម្ចាស់នៅក្នុងជីក្រុងរបស់យើងនៅក្នុងភូមិរបស់យើងអត់សូវមានជួងពី3-4ថ្ងៃមុនខ្ញុំនៅចំប៉ាខ្ញុំធ្វើប្រេពោលើជួងថ្មីជួងដែលវាយប្រមាណដល់មួយថ្ងៃ3-4ដងល្អណាស់ដើម្បីនឹកឃើញវត្តមានរបស់ព្រះជាម្ចាស់ប៉ុន្តែសប្តាហ៍យើងអត់សូវមានទេទោះជាពីព្រឹកមិញខ្ញុំលឺទូរស័ព្ទមួយដែលរករហូតតំបាញ់មិញក៏រកទៀតដឹងទូរស័ព្ទណែណាតែទៅដាក់ទូរស័ព្ទរកយើងដោយសំឡេងជួងទៅប៉ុន្តែដាក់រកម៉ោង12ម៉ោង6ព្រឹកម៉ោង12ម៉ោង8យប់ឲ្យទូរស័ព្ទស្រែកសំឡេងជួងឯនៅឃើញព្រះជាម្ចាស់ឯនិយាយតែមួយម៉ាត់ឲ្យព្រះជាម្ចាស់អើយខ្ញុំស្រឡាញ់ព្រះអង្គឲ្យព្រះជាម្ចាស់អើយការពារខ្ញុំឲ្យព្រះជាម្ចាស់អើយសុំទោសថ្ងៃនេះខ្ញុំវង្វេងអស់ហើយឲ្យព្រះជាម្ចាស់អើយសូមឲ្យកម្លាំងថ្ងៃនេះខ្ញុំត្រូវការកម្លាំងពីព្រះអង្គបាទអធិដ្ឋានទីពីរបងប្អូនជាស្រឡាញ់ជាវេដែលយើងបានស្ដាប់ពេញមួយព្រឹកស្រឡាញ់ទៅគ្នាទៅវិញទៅមកដូចព្រះយេស៊ូវបានស្រឡាញ់យើងស្រឡាញ់ព្រះជាម្ចាស់អស់ពីដួងចិត្តអស់ពីជំនឿអស់ពីកម្លាំងកាយកម្លាំងចិត្តសេចក្តីស្រឡាញ់ជាអត្តសញ្ញាណរបស់គ្រីស្ទបរិស័ទដោយសារព្រះជាម្ចាស់ជាសេចក្តីស្រឡាញ់ព្រះជាម្ចាស់មានព្រះハរតីប្រណីសន្តោសព្រះជាម្ចាស់មានព្រះハរតីមេត្តាករុណាចំពោះយើងព្រះជាម្ចាស់ជាប្រភពនៃសេចក្តីស្រឡាញ់នៅពេលយើងស្ទើរសេចក្តីស្រឡាញ់យើងដឹងថាទំនាក់ទំនងរបស់យើងជាមួយព្រះជាម្ចាស់ស្ទើរហើយចិត្តមេត្តាអាណិតសម្រាប់បងប្អូនឯទៀតកុំភ្លេចណារៀងខ្លួនជាគណៈកម្មការសង្ការដ៏តូចមួយមិនមែនតែគណៈកម្មការធំទេរៀងខ្លួនយើងមានទូនាទីស្ដាប់មើលដាក់ចិត្តដល់បងប្អូនឯទៀតដែលកំពុងរងទុក្ខលំបាកដែលបាត់បង់សេចក្តីសង្ឃឹមនៅក្នុងជីវិតដល់អ្នកជំងឺដល់យាយដល់បងប្អូនដែលអត់មានជីវិតអីសោះសេចក្តីស្រឡាញ់ជាអត្តសញ្ញាណដ៏ពិសេសបំផុតរបស់យើងជាគ្រីស្ទបរិស័ទបេះដូងយើងចាំពីព្រឹកមិញបេះដូងជាអីកែវមួយដែលយើងចាក់មិនមែនទឹកតែចាក់សេចក្តីស្រឡាញ់របស់ព្រះអង្គប៉ុន្តែសេចក្តីស្រឡាញ់នេះអត់មានព្រំដែនទេវាចូលហើយវាទៀតសំបងពុនឯទៀតអធិដ្ឋាននិងស្រឡាញ់អធិដ្ឋាននិងស្រឡាញ់ដោយបំរើអត្តសញ្ញាណរបស់យើងជាគ្រីស្ទបរិស័ទគឺបំរើដែរយើងជាអ្នកបំរើ
មិនមែនគេប្រើយើងទេយើងជាអ្នកបម្រើពិតយើងជាអ្នកបម្រើអស់ពីដួងចិត្តយើងជាអ្នកដែលជួយបងប្អូនឯទៀតដោយអំណរសប្បាយព្រះសហគមន៍របស់យើងជាគ្រួសារមួយដែលជួយគ្នាទៅវិញទៅមកដូចប៉ុន្មានអាទិត្យកាន់មុខនេះយើងរៀបចំចូលឆ្នាំពេលយើងរៀបចំចូលឆ្នាំតាមផ្ទះរៀងខ្លួនជាអ្នកសមាជិកនៅក្នុងគ្រួសារយកចិត្តទុកដាក់ដើម្បីរៀបដើម្បីស្វាគមន៍ភ្ញៀវស្វាគមន៍បងប្អូនដើម្បីសប្បាយរួមគ្នាសមាធិផងធ្វើម្ហូបផងទៅផ្សារផងរៀបចំជារៀងផងរៀបចំសប្បាយលេងល្បែងតាមប្រពៃណីផងយើងគិតខំរៀបបំរើគ្នាទៅវិញទៅមកអត់គិតអំពីផាកែអត់គិតអំពីរង្វាន់អត់គិតអំពីបានសរសើរបំរើដូចជាអ្នកបំរើធម្មតានេះជាអរិយាបថរបស់យើងជាគ្រីស្ទបរិស័ទជាបងប្អូនជាទីស្រឡាញ់អធិដ្ឋានអត្តសញ្ញាណរបស់យើងបង្កើតទំនាក់ទំនងជាមួយព្រះជាម្ចាស់ដើម្បីវត្តមានរបស់ព្រះអង្គជំរុញយើងឲ្យទៅមុខទៅទៀតស្រឡាញ់ព្រះជាម្ចាស់និងបងប្អូនឯទៀតនឹងបំរើក្នុងជីវិតរបស់យើងប្រចាំថ្ងៃមិនមែនតែថាយើងបោះសម្រាប់នៅក្នុងវិហាររបស់យើងទេបំរើគឺអ្វីដែលត្រូវតែធ្វើយើងជួយក្នុងផ្ទះជួយនៅសាលាជួយគ្រប់ទីកន្លែងដែលយើងនៅដើម្បីឲ្យព្រះសហគមន៍របស់យើងសង្គមយើងភូមិយើងគ្រួសារយើងមានសេចក្តីសុខព្រោះស្បើយើងចាំលើគេអត់មានអីកើតឡើងទេសរុបសេចក្តីឲ្យយើងទទួលក៏ត្រូវជាន់ខ្ពស់ដើម្បីបង្កើតស៊ូនេដេនសាជាថ្មីដើម្បីឲ្យពិភពលោករបស់យើងទៅជាសញ្ញាសម្គាល់នៃព្រះរាជរបស់ព្រះជាម្ចាស់ដែលកំពុងយាងមកបងប្អូនជាទីស្រឡាញ់បងប្អូនដែលបានចូលថ្ងៃពុធ100ពេសឬចូលថ្ងៃស្អែកមានខ្លះថ្ងៃស្អែក100ពេសនៅពេលលោកឪពុកគូសញ្ញាជិតឆ្កានជាមួយពេសនោះលោកឪពុកមានប្រសាសន៍ថាតាមព្រះបន្ទូលរបស់ព្រះយេស៊ូវចូលកែប្រែចិត្តគំនិតនឹងជឿលើដំណឹងឡាចុះនឹងព្រះបន្ទូលដល់ពេលលេកាណាព្រះរាជរបស់ព្រះជាម្ចាស់ចិត្តមកដល់ហើយនឹងព្រះរាជរបស់ព្រះជាម្ចាស់គឺស៊ូនេដេនពីដើមដែលយើងទង់រងចាំមើលនៅឋានបរមសុខប៉ុន្តែដែលយើងកំពុងសាងសង់នៅទីនេះពេលយើងសាងសង់សន្តិភាពដូចយើងនិយាយពីព្រឹកមិញពេលយើងសាងសង់ទំនាក់ទំនងដែលជាស្រឡាញ់គ្នាទៅវិញទៅមកពេលយើងជាលើកលែងទោសឲ្យគ្នាទៅវិញទៅមកយើងកំពុងបង្កើតព្រះរាជរបស់ព្រះជាម្ចាស់Santa Justine គេសាយដោយសារតែមុនខ្ញុំប្រឡងព្រះរាជរបស់ព្រះជាម្ចាស់ជាអីហើយខ្ញុំឆ្លើយហើយចាំមើលអាទិត្យក្រោយប្រឡងម្ដងទៀតព្រះរាជរបស់ព្រះជាម្ចាស់ជាស៊ូនេដេថ្មីដែលយើងកំពុងបង្កើតលើផែនដីដូច្នេះបងប្អូនជាទីស្រឡាញ់នៅពេលយើងស្រឡាញ់នៅពេលយើងអធិដ្ឋាននៅពេលយើងបម្រើយើងដឹងថាយើងជាគ្រីស្ទបរិស័ទដ៏ពិតប្រាកដមែនជាគ្រីស្ទបរិស័ទសកម្មដែលណែនាំឲ្យព្រះជាម្ចាស់សប្បាយចិត្តដែលណែនាំឲ្យបងប្អូនឯទៀតមានកម្លាំងដែលណែនាំឲ្យពិភពលោកបើភ្នែកធំមូលហេតុគេជាស្រឡាញ់គ្នាដូចនេះមូលហេតុគេជាលើកលែងទោសឲ្យគ្នាដូចនេះដោយសារព្រះយេស៊ូវតែបងប្អូនជាទីស្រឡាញ់យើងអរព្រះគុណព្រះជាម្ចាស់នឹងរួមជាមួយលោកឪពុករួមជាមួយគ្រីស្ទបរិស័ទគ្រូអប់រំជំនឿឪពុកម្ដាយធម៌ដែលមានទូនាទីដ៏សំខាន់ដែរយើងរួមគ្នាអរព្រះគុណព្រះជាម្ចាស់នឹងបន្តធ្វើដំណើរជាមួយបងប្អូនដែលថ្ងៃនេះព្រះជាម្ចាស់ត្រាស់ហៅយ៉ាងអររឹកដើម្បីកាន់មុខនេះទទួលជីវិតថ្មីនៅលើផែនដីនេះដើម្បីត្រៀមជីវិតអស់កលជានិច្ចនៅឋានបរមសុខអាមែន